បន្តទៅអឺន័យឬក៏បន្ថែមន័យទាក់ទងទៅនឹងភរិយាគឺជាសម្លាញ់របស់មនុស្សទាំងឡាយគឺមានន័យថានៅពេលដែលស្វាមីនាំមិត្តភ័ក្តិរបស់ស្វាមីមកដល់ផ្ទះខ្លួនពេលណាគឺភរិយានឹងមិនត្រូវមានមុខស្មើមិនត្រូវបែបមិនពេញចិត្តភ្ញៀវរបស់ប្តីខ្លួនឯងឬក៏អ្នកដទៃណាផ្សេងមកទៅអត់ចឹងទេគឺមានន័យថានៅពេលដែលភ្ញៀវមកដល់ផ្ទះហ្នឹងគឺមានការរួសរាយរាក់ទាក់ជម្រាបសួរណាបើថាយើងជាខ្មែរមានបែបជាខ្មែរហ្នឹងទៅណាមានដៃសំពះជម្រាបសួរបងអញ្ជើញអញ្ចេះមួយចុះពីរអង្គុយកន្លែងនេះកន្លែងនោះយកទឹកយកអីធ្វើនំនេកបាយទឹកសម្លម្ហូបក្រៀមម្ហូបទឹកអីហ្នឹងគឺថាមកភ្ញៀវគឺថាភ្ញៀវពេញចិត្តមកគឺសរសើរនេះគេហៅថាម៉េចហៅថាភរិយាលើកមុខមាត់ប្តីណា អញ្ចឹងនៅក្នុងផ្ទះហ្នឹងគឺមានភរិយាជាធំមួយដែរនៅក្នុងផ្ទះគឺភរិយាជាធំមានន័យថានៅពេលដែលស្វាមីនាំមិត្តនាំភ័ក្តិមកទោះបីថាមកលេងម្ដងម្កាលឬក៏មកបែបប្រឹក្សាការងារគឺថាភរិយាតែងតែផ្ដល់តម្លៃទៅឲ្យមិត្តសម្លាញ់របស់ស្វាមីហ្នឹងអញ្ចឹងគឺថាតែងតែមានទឹកមុខស្រស់ប្រព្រាយប្រព្រឹមញញឹមប្រឹមប្រិយមិនកញ្ចិចកញ្ចប់អីដាក់ភ្ញៀវទេហើយហ្នឹងគឺជាន័យនៅក្នុងព្រះគាថាដែលព្រះសម្មាសម្ពុទ្ធសម្ដែងឆ្លើយជាមួយនឹងទេវតាចឹងហើយក្នុងនាមយើងជាភរិយាវាជាការពិតកាលណាបើមានមុខស្មើណាមិនទទួលភ្ញៀវមិនរាក់ទាក់ភ្ញៀវនៅពេលដែលភ្ញៀវត្រូវបានស្វាមីរបស់ខ្លួននឹងនាំមកដល់ផ្ទះហើយបើជាមិនពេញចិត្តណាអានឹងគឺជាការបំបាក់មុខស្វាមីមិនលើកមុខមាត់ស្វាមីហើយក៏ដូចជាការបង្ហាញនៅអកប្បកិរិយារបស់ខ្លួនឯងនឹងធ្វើឲ្យមនុស្សទាំងឡាយដឹងថាខ្លួនឯងនឹងគឺជាភរិយាឬក៏ជាប្រពន្ធប្រភេទណាដែរអានឹងដឹងដូចជាព្រះអង្គសម្ដែងអំពីភរិយាមាន7យ៉ាងឬក៏ប្រពន្ធ7យ៉ាងហ្នឹងអានឹងខ្ញុំក៏ធ្លាប់បានសម្ដែងដែរនៅក្នុងคลิปវីដេអូមុនហើយมันលើកមកម្ដងនេះទេប៉ុន្តែនិយាយផ្សារភ្ជាប់ជាមួយនឹងពាក្យថាភរិយាគឺជាមិត្តសម្លាញ់គឺជាសម្លាញ់មនុស្សទាំងឡាយហ្នឹងចឹងហើយគឺសូមឲ្យមិនមែនសូមទេព្រោះពាក្យថាសូមហ្នឹងគឺបញ្ជាហើយអញ្ចឹងគឺថាភរិយាទាំងឡាយគួរតែ ពិចារណាតាមការគួរណាបើទុកថាខ្លួនឯងគឺជាភរិយាមានតម្លៃមែនតែគួរធ្វើម៉េចពីព្រោះភរិយាដែលមានតម្លៃភរិយាដែលផ្ដល់តម្លៃឲ្យស្វាមីតើគួរមានចរិតរឹកពីអកប្បកិរិយាបែបណានៅពេលដែលមានភ្ញៀវមកលេងផ្ទះព្រោះស្វាមីរបស់ខ្លួនបាននាំមកបានអញ្ជើញមកទាំងអ្នកធំទាំងអ្នកតូចទាំងអ្នកមានទាំងអ្នកក្រអីហ្នឹងគឺថាមកអញ្ចឹងនៅពេលដែលគេមកហើយគេឃើញអកប្បកិរិយារបស់ភរិយាយ៉ាងម៉េចគេបង្ហាញ គឺជាការបង្ហាញអំពីសមត្ថភាពអំពីចរិតរបស់ស្វាមីហើយតែបន្តមកដល់ផ្ទះយើងពេលណាស្រាប់តែមុខមិនរីកអញ្ចើមមិនបើកមុខមិនទទួលភ្ញៀវមិនញញឹមញញែមអាហ្នឹងគេបញ្ជាក់ពីអត្តចរិតរបស់ស្វាមីគ្រប់គ្រងប្រពន្ធនឹងបែបណាហើយអញ្ចឹងអាហ្នឹងវាភ្ជាប់គ្នាអញ្ចឹងវាមិនអាចអត់មួយណាបានទេអញ្ចឹងហើយពេលខ្លះស្វាមីក៏ពិបាកម្យ៉ាងដែរស្វាមីខ្លះអត់ដែលបានណែនាំភរិយាអញ្ចឹងមួយចុះពីរអត់ទេដល់ពេលអញ្ចឹងទៅធ្វើឲ្យវាពិបាកធ្វើពិបាកអញ្ចឹងសូមគិតទាំងអស់គ្នាបាទគិតទាំងអស់គ្នាភរិយាណា